ជាឆាក្តៅកង្កែបដ៏ហឹរក្រហល់ក្រហាយចានេះគឺជាគ្រឿងផ្សំដែលយើងត្រូវយកមកធ្វើมันអាចខ្វះបានគឺកង្កែបជាដំបូងយើងធ្វើការដាក់ខ្លាញ់មកបន្ទាប់ហើយដាក់ខ្ទឹមឈ្ងុយហើយយើងធ្វើការដាក់ជាមួយនឹងគ្រឿងបន្ទាប់ហើយយើងធ្វើការដាក់ជាមួយនឹងគល់ក្រីនិយាយទៅគ្រឿងនឹងដាក់អស់មកហើយបងធ្វើការដាក់ជាមួយនឹងម្ទេសនឹងបងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បន្ទាប់ហើយធ្វើការដាក់ជាមួយនឹងកែបចូលនៅពេលដែលគ្រឿងយើងឈ្ងុយបន្ថែមជាមួយនឹងម្ទេសផ្លោកច្រាមអាក្រៀមយើងយកទៅដាក់ត្រាំទឹកទៅបន្ទាប់ហើយយើងយកមកដាក់មកថែមជាមួយនឹងទឹកត្រីប៊ីចេងស្កររ៉ូឌីបន្ទាប់ហើយឆាវាឲ្យសព្វមកចូលគ្រឿងឲ្យអស់បងចង់ញ៉ាំប៉ុណ្ណឹងក៏បានឬក៏ចង់បន្ថែមបន្លែដូចខ្ញុំចេះក៏បានដែរបន្លែចង់ដាក់កញ្ឆែតក៏បានតកួនក៏បានតាំងចំណង់ចំណូលចិត្តយើងធ្វើការកូរវាឲ្យសព្វមកឆាចោះឆាឡើងហើយបន្ថែមប្រេះប្រៅហើយឆាចោះឆាឡើងឆាក្តៅរបស់យើងបានរួចរាល់ចង់ធ្វើជាគ្រឿងក្លែមក៏បានចង់ធ្វើជាម្ហូបក៏បាននិយាយទៅឆ្ងាញ់សាហាវ